ចាសស្ដែងចឹងនៅក្នុងវីដេអូនេះខ្ញុំចង់មកបង្ហាញនឹងចែកម្លែកពីរបៀបប្ដូរຂະຫນាតអ៊ីងទៅជាសង់ទីម៉ែត្រនៅក្នុង Word របស់យើងចាអញ្ចឹងដើម្បីប្ដូរបានយើងចូលមក file ឥឡូវកុំតាន់អាចចូលទៅដល់ file ឥឡូវយើងដើម្បីឲ្យដឹងថាវាជាຂະຫນាតអ៊ីងឬក៏សង់ទីម៉ែត្រកន្លែងហ្នឹងយើងអាចចូលមក layout មកមើលសិនមកនេះហើយយើងចូល margin ហើយយើងចូល custom margin នេះកន្លែងនេះយើងចង់ឲ្យទៅកន្លែងនេះជា cm ទៅជាសង់ទីម៉ែត្រវិញអញ្ចឹងតោះឥឡូវយើង cancel មកហើយយើងធ្វើការចូលទៅ file option ហើយកន្លែងហ្នឹង F1 ហើយយើង scroll ចុះមកនេះដល់កន្លែងពាក្យយើងហៅពាក្យ display នេះចាហើយយើងមើលកន្លែងនេះຂະຫນាតវាជា inch អញ្ចឹងយើងត្រូវបដូរកន្លែងហ្នឹងទៅជាសង់ទីម៉ែត្រវិញចាអញ្ចឹងយើងធ្វើការអូខេមកចាឥឡូវយើងចូលមក tab layout របស់យើងដែរហ្នឹងហើយយើងចូលមក margin មកដើម្បីមើលថាតើຂະຫນាតនឹងវាដូរឲ្យនៅឥឡូវដូរឯនេះមិញជា inch លើដូរទៅជាសង់ទីម៉ែត្រវិញចាអញ្ចឹងការបដូរຂະຫນាត inch ទៅជាសង់ទីម៉ែត្រយើងគឺដូរបានទេចាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងចាអរគុណ